ក្រនតែឡាយនិយាយរឿងក្នុងចិត្តមិនប៉ះពាល់ដល់អ្នកណាម្នាក់សោះស្រាប់តែម្ចាស់ប្រេនពិឈីដែលមានឈ្មោះកាន់ចន្ទថាដាក់ពាក្យបណ្ដឹងចាប់ខ្លួនហើយលោកព្រះរាជអាជ្ញារងយាងច័ន្ទក្រុងនិងលោកលឹមសុគន្ធារាជាចៅក្រមស៊ើបសួរសាលាដំបងរាជធានីភ្នំពេញចោទពីបុតបរិហាកេសាធារណៈញុះញង់ឲ្យមានការរើសអើងចាប់ខ្លួនដាក់គុកបងប្អូនរឿងនេះគឺខ្ញុំបាននិយាយម្ដងហើយកាលពីម្សិលមិញបាទពាក់ព័ន្ធជាមួយនឹងប្តីប្រពន្ធ2នាក់ដែលគាត់បាននិយាយវីដេអូបាទសុំរកយុត្តិធម៌បាទឥឡូវនេះប្រិមិត្តយើងទៅតាមដាននៅព័ត៌មានលំអិតទាំងអស់គ្នាបាទពាក់ព័ន្ធជាមួយនឹងបរិសម្នាក់ដែលគាត់ live និយាយរឿងក្នុងចិត្តសោះណាបាទมันបានប៉ះពាល់ទៅដល់បុគ្គលណាម្នាក់ទេក៏ប៉ុន្តែស្រាប់តែម្ចាស់ប្រេនពិឈីដែលមានឈ្មោះថាកាន់ចន្ទថាបានដាក់ពាក្យបណ្ដឹងចាប់ខ្លួនហើយលោកព្រះរាជអាជ្ញារងយាងច័ន្ទក្រុងនិងលោកលឹមសុគន្ធារាដែលជាចៅក្រមស៊ើបសួរសាលាដំបងរាជធានីភ្នំពេញចោទពីបុតបរិហាកេជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើងឃាត់ខ្លួនដាក់គុកម្ដាយរបស់យុវជនដែលមានឈ្មោះលឹមលេងហ៊ុយបានផុសវីដេអូនៅតាមបណ្ដាញសង្គម Facebook ស្រែកយំដង្ហើយរោគយុត្តិធម៌ឲ្យកូនប្រុសដោយរៀបរាប់ទាំងក្តុកក្តួលថាកូនរបស់គាត់មិនបាន live Facebook និយាយប៉ះពាល់ទៅដល់បុគ្គលណាម្នាក់នោះឡើយសូមជួយរកយុត្តិធម៌ឲ្យកូនប្រុសខ្ញុំផងកូនប្រុសខ្ញុំរងភាពអយុត្តិធម៌ហើយក៏មិនបានប៉ះពាល់ទៅដល់ក្រុមហ៊ុនឬអ្នកលក់អនឡាញម្ចាស់ប្រេនណានោះទេតែហេតុអ្វីបានជាកូនប្រុសរបស់គាត់ជួបរឿងអយុត្តិធម៌ត្រូវបានគេប្តឹងចាប់ដាក់គុកបែបនេះសូមសម្ដេចតេជោហ៊ុនសែនសម្ដេចម៉ែព្រមទាំងអ្នកម្ដាយចិត្តធម៌ហ៊ុនស៊ីណាតសម្ដេចបវរធិបតីហ៊ុនម៉ាណែតសូមជួយរកយុត្តិធម៌បន្ទាប់ពីឃើញវីដេអូនេះលោកជំទាវនឹមវណ្ណៈដែលជាកូនស្រីរបស់ម្ដាយចិត្តធម៌ហ៊ុនស៊ីណាតបាន share និងសរសេរថាបានមើលពាក្យបណ្ដឹងក្នុងសំណុំរឿងនេះហើយហួសចិត្តអាចប្តឹងចោទពីបុតញុះញង់បានទៀតឮថាអ្នកហ៊ានយកឈ្មោះឋានៈដឹកនាំមកគំរាមសារព័ត៌មានដើម្បីឲ្យលុបវីដេអូនេះថែមទៀតអ្នកម៉ែហ៊ុនស៊ីណាតចង់ដឹងថានរណាអីក៏ហ៊ានម្លេះប្រើឈ្មោះឋានៈដឹកនាំហើយហាមប្រជារាស្ត្រក្រីក្រមិនឲ្យឡាយសុំអន្តរាគមន៍ដើម្បីស្វែងរកយុត្តិធម៌សុំយុត្តិធម៌បានផ្ដល់ឲ្យកូនប្រុសមីងបាទជុំវិញទៅនឹងរឿងរបស់ប្តីប្រពន្ធ2នាក់ដែលគាត់បាន live វីដេអូគាត់ថាគេចាប់កូនគាត់បាទទាំងដែលកូនគាត់មិនបានដឹងអីសោះនោះណាបាទឥឡូវដឹងមុខហើយបាទអ្នកដែលប្តឹងដឹងមុខអ្នកដែលចាប់ទៀតបាទអញ្ចឹងបងប្អូនយើងរងចាំតាមដានទស្សនាទាំងអស់គ្នាថាតើរឿងក្តីនេះនឹងទៅជាយ៉ាងណាបាទតើភាពយុត្តិធម៌បានទៅលើក្មេងប្រុសដែលត្រូវបានគេចាប់នេះវិញអត់បាទគ្រាន់តែគាត់និយាយរឿងក្នុងចិត្តនៅពេលដែលគាត់ live Facebook បាទប៉ុន្តែมันបានទៅប៉ះពាល់ទៅដល់បុគ្គលណាម្នាក់នោះទេក៏ប៉ុន្តែស្រាប់តែម្ចាស់ប្រេនពិឈីហ្នឹងគឺដាក់ពាក្យបណ្ដឹងចាប់ខ្លួនហើយលោកព្រះអាជ្ញាដែលមានឈ្មោះយាងច័ន្ទក្រុងនិងលោកលឹមសុគន្ធារាដែលជាចៅក្រមស៊ើបសួរសាលាដំបងរាជធានីភ្នំពេញហ្នឹងក៏ចោទពីបុតបរិហាកេជាសាធារណៈញុះញង់ឲ្យមានការរើសអើងហើយក៏ឃាត់ខ្លួនដាក់គុកសូមលើកម្រាមដៃ10គោរពដល់សម្ដេចពុកហ៊ុនសែននិងសម្ដេចម៉ែសម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងអ្នកម្ដាយចិត្តធម៌ហ៊ុនស៊ីណាតសូមជួយរកយុត្តិធម៌ឲ្យកូនប្រុសខ្ញុំផងកូនប្រុសខ្ញុំរងភាពអយុត្តិធម៌សូមឲ្យអ្នកម្ដាយជួយនិងដោះលែងកូនខ្ញុំឲ្យមានសេរីភាពពីព្រោះកូនខ្ញុំអត់មានទៅឡាយប៉ះពាល់អ្នកណានឹងចិត្តសាស្ត្រដទៃឡើយសូមឲ្យអ្នកម្ដាយជួយរកយុត្តិធម៌ឲ្យកូនខ្ញុំផងកូនខ្ញុំរងភាពយុត្តិធម៌តាមតែមេធាវីសមាជិកតែគាត់បាននិយាយរៀបរាប់ថាកូនខ្ញុំអត់មានខុសច្បាប់អ្វីទេគាត់តែឡាយនិយាយរឿងក្នុងចិត្តរៀបរាប់ពីរឿងក្នុងចិត្តគាត់មានពាក្យពាន់ទៅដតីឬក៏ឆក់ប្លន់គេវាយសម្លាប់អ្នកណាឡើយហេតុអីបានអយុត្តិធម៌ខ្ញុំជាម្ដាយអត់ដឹងថាគេចាប់កូនទេដោយដឹងនេះដោយសារបានពីកូនធัวគាត់យកបាយយកអីយកទៅឲ្យនៅកន្លែងគេចាប់គេខាត់ខ្លួនហ្នឹងប្រាប់ថាម៉ាក់គេចាប់កូនម៉ាក់ហើយចាប់នៅថ្ងៃសៅរ៍ទី11ខែ7 2026ព្រមម៉ោង12ថ្ងៃត្រង់ខ្ញុំដឹងខ្ញុំក៏សវេសវាមកជួបហើយដល់ពេលហើយកូនប្រុសខ្ញុំនេះ
កូនធัวនឹងក៏បានប្រាប់ថាម៉ាក់គេយកកូនម៉ាក់យកទៅគុកព្រៃសរហើយដល់ខ្ញុំមកដល់ខ្ញុំចង់ជួបកូនអត់បានជួបទៀតតែកូនខ្ញុំបាត់5ថ្ងៃហើយចំនួន5ថ្ងៃហើយខ្ញុំជាម្ដាយចង់ជួបកូនតែអត់បានជួបហេតុអីបានជាខ្ញុំអយុធធម៌ម្លេះដាក់ទោសជនដែលមិនខកអីសោះមិនមែនតែឆក់ផលអ្នកណាឬក៏បំពេញលើអ្នកណាឬក៏ពូជសាសនាឬក៏សម្រាប់មនុស្សតែកូនខ្ញុំល្អណាស់ជួយរកដោះបំណុលម្ដាយតែគ្មានហើយដៃបានជាច្បាប់អយុត្តិធម៌ម្ល៉េះពេលដែលមកចាប់ខ្លួនកូនខ្ញុំនឹងពេលនេះ 4-10 នាក់មកមានពាក្យឯកសន្តាននិងអាវស៊ីវិលមកដល់កូនធွာខ្ញុំប្រាប់ខ្ញុំមកឈូឆខ្ញុំដៃ10លើកគោរពដល់លោកយាមច័ន្ទក្រុងព្រះរាជអាជ្ញារងអបសាលាដំបងរាជធានីភ្នំពេញនិងលោកលឹមសុធារាចៅក្រមសាលាដំបងរាជធានីភ្នំពេញសូមជួយដោះលែងកូនខ្ញុំឈ្មោះលឹមលេងហ៊ុយតើកូនខ្ញុំខុសអីមានកំហុសអីបានកាត់ក្តីឲ្យកូនខ្ញុំរងភាពអយុត្តិធម៌តើថ្នាក់ចាប់ទៅដល់ពន្ធនាគារគុកព្រៃសរសូមឲ្យលោកអ្នកច្បាប់សូមរកយុត្តិធម៌ឲ្យកូនខ្ញុំឈ្មោះលឹមលេងហ៊ុយផងឲ្យបានចេញមកជួយរកដើម្បីដល់បំណុលធនាគារដែលកំពុងជំពាក់គេសូមឲ្យលោកជួយបំភ្លឺឲ្យលោករកយុត្តិធម៌ឲ្យកូនខ្ញុំផងតើកូនខ្ញុំខុសអី